បាទតើមូលហេតុអីដែលធ្វើឲ្យការធានាបងប្អូនបង្កើតមករស់នៅសហរដ្ឋអាមេរិកយូរម្លេះបាទសប្តាហ៍ថ្ងៃការធានាបងប្អូនបង្កើតមករស់នៅសហរដ្ឋអាមេរិកគឺចាយពេលរងចាំប្រមាណ18ឆ្នាំសំណុំរឿងខ្លះហ្នឹងលើ18ឆ្នាំសប្តាហ៍ថ្ងៃមូលហេតុដែលយូរបែបនេះរងចាំយូរបែបនេះដោយសារមួយឆ្នាំក្រសួងការបរទេសអាមេរិកគេចាញ់វីសាជូនគឺវីសាបងប្អូនបង្កើតហ្នឹងតែ65000វីសាប៉ុណ្ណោះ65000វីសាហ្នឹងជូនទូទាំងពិភពលោកដែលដាក់ពាក្យស្នើសុំវីសាអាមេរិកសម្រាប់បងប្អូនបង្កើតហើយការធានាអ្នកធានាគឺបងប្អូនបង្កើតនៅអាមេរិកហ្នឹងត្រូវមានសញ្ជាតិអាមេរិកាំងបាទហើយក្នុងមួយឆ្នាំអ្នកដាក់ពាក្យធានាបងប្អូនបង្កើតមករស់នៅសហរដ្ឋអាមេរិកហ្នឹងចន្លោះពី200000ទៅ300000នាក់បច្ចុប្បន្នភាពកកស្ទះសំណុំរឿងធានាបងប្អូនបង្កើតហ្នឹងកកស្ទះជាង2លាននាក់នេះជាមូលហេតុដែលធ្វើឲ្យការធានាបងប្អូនបង្កើតនឹងយូររងចាំយូរគឺរងចាំរហូតដល់18ឆ្នាំដោយសារទី1ចំនួនអ្នកដាក់ពាក្យមានច្រើនសំណុំរឿងកកស្ទះរហូតដល់ជាង2លានរីឯចំនួនវីសាផ្ដល់ជូនហ្នឹងគឺបានត្រឹមតែ65000មួយឆ្នាំទេអ្នកដាក់ពាក្យច្រើនរីឯចំនួនវីសាតិចបាទដោយសាររងចាំយូរបែបនេះហើយពេលដែលរៀបចំឯកសារលោកអ្នកគួរតែរកក្រុមហ៊ុនណាមួយដែលមានបទពិសោធន៍ខ្ពស់រៀបចំត្រឹមត្រូវជៀសវាងដាក់ពាក្យដាក់រងចាំគេ7 ម៉ៃ10ឆ្នាំក្រោយខូចសំណុំរឿងคล้ายជាអាសាបង់រងចាំអត់ប្រយោជន៍បាទហើយបើលោកអ្នកមិនតន់រៀបចំឯកសារទេគួរតែដាក់ភ្លាមទៅអនាគតនឹងអាចប្រែប្រួលអីច្រើនជានេះទៅទៀតបាទអរគុណបាទ